វជនចំនួន2នាក់និងនារីម្នាក់បានបុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាករស់រយបាទប្រិមិត្តយើងឃើញហើយនេះគឺជារថយន្តស៊េរីទំនើបម៉ាករស់រយថ្មីតែម្ដងដែលពាក់ស្លាកលេខកម្ពុជាបោះ MR ហៅកាត់ថាបោះ Mr ផងដែរបាទប្រិមិត្តករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ1003នៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនេះគឺយើងឃើញហើយរស់រយខ្មៅក្រឹបតែម្ដងបានបុកប្រលះជាមួយនឹងម៉ូតូសង់ត្រៀមឆ្នាំ2026បណ្ដាលឲ្យយុវជននិងយុវនារីម្នាក់បាក់ផ្លូវក៏ដូចជារងរបួសនៅទីតាំងកន្លែងកើតហេតុប្រិមិត្តយើងឃើញហើយគឺក្រុមគ្រូពេទ្យក៏មកដល់ទីតាំងកន្លែងកើតហេតុនេះដើម្បីជួយសង្គ្រោះទៅលើជនរងគ្រោះទាំង2នាក់ផងដែរបាទយើងឃើញហើយទៅលើនារីគឺគាត់បាក់ផ្លូវតែម្ដងមកបាក់ផ្លូវស្រែកពេញនឹងតែម្ដងឥឡូវក្រុមគ្រូពេទ្យជំនាញកំពុងតែយកឈើអាស័យដូចជាឈើអបទៅលើផ្លូវរបស់គាត់ផងដែរបាទប្រិមិត្តអូយដល់កយករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺពិតជាគួរឲ្យរន្ធត់ខ្លាំងមែនទែនហើយចំពោះករណីនេះគឺបុកជាមួយរថយន្តស៊េរីទំនើបផ្ទាល់តែម្ដងបាទយើងឃើញហើយគឺរថយន្តស៊េរីទំនើបម៉ាករស់រយដែលពាក់ស្លាកលេខបោះ Mr. Boss MR ផងដែរបាទប្រិមិត្តអញ្ចឹងបងប្អូនដូចជាយុវវ័យទាំងអស់បាទគឺដើរលេងយប់អីគឺមេត្តាកាត់បន្ថយទៅបាទឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងឃើញជាក់ស្ដែងនៅតាមដងផ្លូវកម្លាំងសមត្ថកិច្ចគឺគាត់ជាប្រឹងបង្ក្រាបប៉ុន្តែនៅតែមិនអស់នៅតែមានបាទបងចាំបាយដល់ឡាប់ហើយចាំអីទៅពាក់ទៅមើលខ្លួនមិនអាចទៅពាក់ទៅតែមើលខ្លួនអូបាច់ទៅអូនតែជាបងប្អូនប្រហែលអ្នកនេះបាទគាត់ទៅពេទ្យមកណាអូម្ចាស់ឡានគាត់ស្រួលដែរឥឡូវនេះបាច់តទៅផ្ទះគាត់ទេគាត់ឲ្យណៃទៅពេទ្យសិនអូណៃទៅពេទ្យសិននោះបងស្រីគាត់របួសធ្ងន់បាក់ជើងជិះម៉ូតូមិនទេអូន3នាក់ហ្នឹងហើយបង3នាក់ណាគេដេញបែរមកមិនអូនណាគេដេញគុកខ្ញុំយកមកគេដេញគុកមិនយកបងបាទអូយអូនផាំងបាក់លឿនតិចគេក៏ជ្រុលមករយហ្នឹងហ្មងដំបងខ្ញុំក៏ផ្លេបដេញពីចង្អាយដែរបងក៏ផ្លេហើយទៅពេលហើយខ្ញុំអកសើមួយគាត់គាត់ជិះមកដល់ឡើងតង់ពាក់កណ្ដាលផ្លូវពេលអញ្ចឹងខ្ញុំអកសើចាប់ប្រាំងបងណៃលឿនពេងបើផ្លូវ8.4ពេលខ្ញុំជិះហាជាកង់តចិត្តហ្នឹងហើយប៉ែប៉ះរយដល់ក៏អូនឥឡូវមានអីសងគេអត់បើខ្ញុំអត់មានបងអើយម៉ែអើយខ្ញុំពាក់គេដែរបងខ្ញុំបើគេដេញវាយក៏ខ្ញុំមកជីលឿនដែរបងអើយហើយមកពីណាគេដេញវាយខ្ញុំមកពីជូនចាយគាត់ទៅផ្ទះនៅកោះយប់ឡើងនៅដើរលេងម៉ោង1ម៉ោង2នេះអូនឯងអត់ទេគាត់ទីចង់មកផ្ទះខ្ញុំថាឲ្យគេនៅនោះសិនទៅក៏អត់គេខ្ញុំឥឡូវមកបុករយគេនេះបើចប់ជិះម៉ូតូម៉ាននេះមិញអូនណាជិះទៅតាមឥឡូវបាក់ជើងនេះបងអូនស្រីបាក់ជើងនេះត្រូវមើលអីត្រូវមើលអីអូនឯងបាក់ជើងនោះគាត់ជីកដាបងឲ្យខ្ញុំអ្នកដុកជ្រុះវាតាណាក៏ឃើញតែសក់និយាយទៅក៏លុកលៀនដែរឃើញតែសក់ដែរបើនិយាយពីកតុបទឹកវិញទេអស់ហើយដោយសារតែខ្សែសក់ហ្នឹងប្រើអីក៏ត្រូវដែរតែឥឡូវមកប្រើជាមួយនឹងឈុតសក់របស់ Yuvel តែមកអាទិត្យទេឃើញសក់ខ្ញុំប្លែកហ្មងសក់ក៏អន់ជ្រុះសំខាន់ណាកូនសក់ដោះមកឡើងចងច្រាំងពេញក្បាលហ្មងឃើញសក់ខ្លួនឯងឡើងឡោឡើងកុនហ្មងណាអាណិតតែពុកម្ដាយនៅផ្ទះកូនដើរលេងយប់បាទមកដល់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយជួបគ្រោះថ្នាក់ចរាចរណ៍នេះមកបុកប៉ះជាមួយនឹងរថយន្តស៊េរីទំនើបទៀតតែម្ដងដោយរថយន្តស៊េរីទំនើបរយយើងមិនដឹងថាតម្លៃប្រមាណ10000ទេបាទប្រិមិត្តអញ្ចឹងឥឡូវនេះគឺម្ចាស់រថយន្តគាត់ឲ្យជនរងគ្រោះទាំង3នាក់ទៅពេទ្យសិនទៅចាំដោះស្រាយគ្នាតាមក្រោយបាទប្រិមិត្តអញ្ចឹងគាត់ទុករថយន្តនៅទីតាំងកន្លែងកើតហេតុនេះទុកឲ្យកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកគាត់ធ្វើការវាស់វែងក៏ដូចជាវាស់វែងជាមួយនឹងម៉ូតូភាគីម្ខាងទៀតដើម្បីដោះស្រាយគ្នាតាមនីតិវិធីបាទហើយម្ចាស់ឡានក៏គាត់អត់មានទៅនិយាយកម្រោះកម្រើយឬក៏អីទេគឺគាត់ប្រាប់បងប្អូនថាទៅពេទ្យសិនទៅបាទប្រិមិត្តនេះគឺជាម៉ូតូភាគីម្ខាងទៀតដែលជាម៉ូតូរបស់យុវជនយុវនារីចំនួន3នាក់ដែលគាត់ជិះបាទយើងឃើញឥឡូវកម្លាំងសមត្ថកិច្ចរបស់យើងគឺធ្វើការវាស់វែងក៏ដូចជាអូសយកទៅទុកម្ខាងដើម្បីឲ្យផ្លូវធ្វើចរាចរណ៍ឡើងវិញផងដែរបាទគឺម៉ូតូសង់ត្រីម2026ពណ៌ទឹកប៊ិចផ្ទាល់តែម្ដងពាក់ផ្លាកលេខភ្នំពេញ 1KN 1986ក៏បានបុកជាមួយនឹងរថយន្តរស់រយស៊េរីទំនើបពាក់ផ្លាកលេខ Boss MR ឥឡូវនេះយើងឃើញហើយបាទកម្លាំងសមត្ថកិច្ចគឺគាត់មកដល់ទីតាំងកន្លែងកើតហេតុនេះផលហើយឡានពេទ្យនៅខាងក្រោយខ្ញុំនេះដើម្បីជួយសង្គ្រោះទៅលើជនរងគ្រោះតែ2នាក់ផ្ទាល់តែម្ដងដោយសារតែជនរងគ្រោះទាំង2នាក់បានបាក់ផ្លូវតែម្ដងក៏ដូចជាបាក់ជើងហើយគ្រូពេទ្យកំពុងតែអបហើយលើកឡើងឡានពេទ្យទៅកាន់មន្ទីរពេទ្យលោកសំផ្ទាល់តែម្ដងប្រិមិត្តអរគុណណាបងប្អូនគួរតែមានកៅអីយិនសិនយ៉ាងធៀបទុកក្នុងផ្ទះព្រួយអាចជួយបងប្អូនបានបងប្អូនដែលមានអាការៈដូចជាចុកដៃចុកជើងចុកចង្កេះចុកឆ្អឹងក្នុងកប់សរសៃគៀបសរសៃហើមសរសៃពណ៌សរសៃ
ចុះសរសៃឈឺក្បាលវិលមុខបាទគ្រុនផ្ដាសាយស្រឿសៃក្នុងខ្លួនបងប្អូនខ្ញុំសូមណែនាំបងប្អូនឲ្យប្រើជាមួយនឹងកាអៀយិនសិនយ៉ាងធាបងប្អូនអាចរកទិញបានគ្រប់ដេប៉ូតំណាងចែកចាយរបស់ក្រុមហ៊ុនកាអៀយិនសិនយ៉ាងធាបានទូទាំងប្រទេសពោះហេតុការណ៍នេះខ្ញុំសូមបញ្ជាក់ផងដែរចំពោះតកងរថយន្តគឺគាត់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ភ្នំពេញថ្មីដើម្បីជម្រាបទៅកាន់សមាជិកឲ្យមកដល់ទីតាំងកន្លែងការរ៉ែនេះដើម្បីជួយពិនិត្យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះផ្ទាល់តែម្ដងហើយចំពោះជនរងគ្រោះក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលផងដែរហើយយើងសូមបញ្ជាក់ផ្ទាល់តែម្ដងគឺម្ចាស់រថយន្តរ៉ូរ៉យគឺគាត់មានចិត្តទលំទលាយខ្លាំងមែនទែនគឺគាត់មិនគិតពីរថយន្តរបស់គាត់ទេប៉ុន្តែបើជាគាត់និយាយថាឲ្យបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យមើលជំងឺសិនទៅចំពោះរថយន្តចាំគិតដោះស្រាយតាមក្រោយទៀតបាទប្រិមិត្ត